មកដឹងជាមួយនឹងប្រព័ន្ធអាវុធនិងឧបករណ៍សង្គ្រាមសំខាន់ដែលរុស្ស៊ីបានបង្ហាញនៅក្នុងក្បួនព្យុហយាត្រាខួប80ឆ្នាំនៃជ័យជំនះសង្គ្រាមលោកលើកទី2ស្ថិតនៅក្រោមក្រសែភ្នែកតាមដាននៅជុំវិញពិភពលោកនិងការទៅចូលរួមដោយផ្ទាល់ពីបណ្ដាលមេដឹកនាំនៃប្រទេសជាសម្ព័ន្ធមិត្តជិតស្និទ្ធចំនួន27ក្នុងព្រឹត្តិការណ៍ខួប80ឆ្នាំនៃទិវាជ័យជំនះសង្គ្រាមលោកលើកទី2នៅថ្ងៃទី9ខែឧសភាប្រទេសរុស្ស៊ីបាននឹងកំពុងជាប់ផងក្នុងសង្គ្រាមមិនទាន់ដឹងថាឈ្នះឬក៏ចាញ់នៅក្នុងប្រទេសអ៊ុយក្រែនពួកគេបាននាំយកនូវអាវុធសំខាន់របស់ខ្លួនសម្រាប់ដង្ហែនៅក្នុងក្បួនព្យុហយាត្រាសម្រាប់មេដឹកនាំបរទេសដែលបានចូលរួមយ៉ាងណាមិញនៅក្នុងវីដេអូនេះយើងនឹងមកដឹងនៅប្រព័ន្ធអាវុធសំខាន់ដែលរុស្ស៊ីបានបង្ហាញទី1ជាមួយនឹងរថក្រោះ T-34WW2 និងកាំភ្លើងប្លង់ Su-100រថក្រោះបំពាក់ដោយកាំភ្លើងប្លង់នេះស្ថិតនៅតំបន់ជួរមុខនៃការដាក់ដង្ហែព្យុហយាត្រាក្នុងទិវាជ័យជំនះទីលានក្រហមក្បែរវិមានប្រធានាធិបតីឬហៅថាវិមានក្រំឡាំងកាំភ្លើងដែលបំពាក់លើរថក្រោះនេះជាប្រភេទកាំភ្លើងប្លង់ស្វ័យប្រវត្តិប្រភេទ Su-100 ដែលមានអានុភាពបាញ់ដល់ទីក្រុងបេកឡាំងនៃប្រទេសអាល្លឺម៉ង់ទី2នោះគឺប្រភេទកាំភ្លើងប្លង់ M-Star-Fវាជាប្រភេទម៉ាស៊ីនបាញ់ដោយខ្លួនឯងដែលមានប្រវែង 152.4 មីលីម៉ែត្របង្កើតឡើងដោយសហភាពសូវៀតដែលបានដាក់ឲ្យប្រើប្រាស់ដំបូងក្នុងឆ្នាំ 1989 ដែលបានធ្វើទំនើបកម្មពីប្រព័ន្ធកាំភ្លើងប្លង់ 2S3 Acacia រថយន្តនេះមានមូលដ្ឋាននៅលើសម្បកធុង T80 ប៉ុន្តែត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតប្រភេទ T72ទី3គឺប្រព័ន្ធកាំភ្លើងប្លង់ថ្មីតាមសេចក្តីរាយការណ៍របស់កាសែត Reuters រុស្ស៊ីបានបង្ហាញជាលើដំបូងនៅប្រព័ន្ធកាំភ្លើងធំ 152 មីលីម៉ែត្រថ្មីគឺប្រភេទ 2F43 Malva ក្នុងអំឡុងពេលនៃក្បួនដង្ហែជ័យជំនះនៅលើទីលានក្រហមក្នុងទីក្រុងមូស្គូ Malva គឺជាម៉ាស៊ីនបាញ់កាំភ្លើងដោយស្វ័យប្រវត្តិដែលអាចបាញ់រយៈចម្ងាយឆ្ងាយនិងសមត្ថភាពប្រើប្រាស់គ្រាប់រំសេវទៅកាន់គោលដៅយ៉ាងជាក់លាក់ទី4រថពាដែក BOM-1K រថពាដែកនេះមានអានុភាពខ្លាំងក្នុងការវិលុកតាមផ្លូវគោក BOM-1K model 2021គឺជាកំណែទំនើបនៃ model មុនរបស់ BOM-1K ដែលផលិតដោយសហភាពសូវៀតដែលវាជារថពាដែកតាមដានដែលផ្អែកទៅលើតួរបស់ BMP ដែលត្រូវបានផលិតនៅចន្លោះឆ្នាំ 1973 ដល់ឆ្នាំ 1988 ហើយកំណែថ្មីរបស់ BOM-1K ត្រូវបានបង្ហាញក្នុងអំឡុងឆ្នាំ 2021 នៃកម្មវិធីបច្ចេកទេសយោធារុស្ស៊ីនៅជិតទីក្រុងមូស្គូទី5គឺប្រព័ន្ធការពារដែនអាកាស F400 រុស្ស៊ីបានបង្ហាញនៅប្រព័ន្ធការពារដែនអាកាសនេះនៅក្នុងថ្ងៃព្យុហយាត្រាជាស្ដែងរុស្ស៊ីបានអភិវឌ្ឍប្រព័ន្ធនេះជាយូរមកហើយខណៈដែលប្រយុទ្ធជាមួយនឹងប្រទេសប៉ាគីស្ថាននៅពេលនេះឥណ្ឌាកំពុងប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសនេះផងដែរដែលនេះគឺជាការពិតសំខាន់ចំនួន5ដែលយើងត្រូវដឹងអំពីប្រព័ន្ធ F400 ទី1គឺប្រព័ន្ធមីស៊ីល F400 ត្រូវបានគេនិយាយថាគឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយដ៏ទំនើបបំផុតមួយរបស់ពិភពលោកនាពេលបច្ចុប្បន្នទី2ចិនជាប្រទេសដំបូងគេដែលបានបញ្ជាទិញនៅប្រព័ន្ធមីស៊ីល S400 ក្នុងឆ្នាំ2014ទី3 F400 មានធាតុផ្សំ3គឺកាំជ្រួចមីស៊ីលរ៉ាដាដ៏មានអានុភាពនិងមជ្ឈមណ្ឌលបញ្ជាវាអាចវាប្រហារយន្តហោះកាំជ្រួចធ្វើដំណើរនិងសូម្បីតែកាំជ្រួចផ្លោងរយៈចម្ងាយមធ្យមដែលមានល្បឿនលឿនជាងសម្លេងក៏ដោយទី4 F400 ត្រូវបានគេចាត់ទុកថាជាការគំរាមកំហែងដ៏ធំមួយនៃសមាជិកអង្គការ NATO ដោយសារតែសមត្ថភាពរយៈចម្ងាយឆ្ងាយរបស់ខ្លួននិងទី5នោះគឺ F400 អាចភ្ជាប់យន្តហោះចម្បាំងទំនើបស្ទើរតែគ្រប់ប្រភេទរ៉ាដារបស់វាអាចតាមដានគោលដៅរយៈទៅ600គីឡូម៉ែត្រពីចម្ងាយហើយកាលពីខែតុលាឆ្នាំ2018ឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ$5,000 លានជាមួយរុស្ស៊ីដើម្បីបញ្ជាទិញនូវប្រព័ន្ធការពារដែនអាកាស S400 ចំនួន5គ្រឿងទី6ប្រភេទយន្តហោះចម្បាំង Su-30 និង MiG-29 វាគឺជាប្រភេទយន្តហោះចម្បាំងដែលផលិតដោយសហភាពសូវៀតយន្តហោះចម្បាំងប្រភេទ Su-30 បានចាប់ផ្ដើមផលិតកម្មក្នុងឆ្នាំ1990ដែលមានតម្លៃ$37.5 លានខណៈដែលយន្តហោះ MiG-29 បានផ្ដើមផលិតនៅក្នុងឆ្នាំ1982ដែលមានតម្លៃ$29 លាននៅក្នុងមួយគ្រឿង
បន្ទាប់ពីប្រទេសឥណ្ឌាបានធ្វើការវាយប្រហារដោយយោធាសងសឹកទៅលើប៉ាគីស្ថាននៅក្នុងប្រតិបត្តិការស៊ីនឌួរបន្ទាប់ពីភេរវកម្មលើអ្នកទេសចរនៅក្នុងទីក្រុងផាល់ហាហ្គាមនៅតំបន់កាស្មៀរកាលពីថ្ងៃទី22ខែមេសាប៉ាគីស្ថានបានព្យាយាមបន្ថយនៃការវិលុករបស់ឥណ្ឌាដែលបានអះអាងថាខ្លួនបានបាញ់ទម្លាក់យន្តហោះ Rafale ចំនួន3គ្រឿងយន្តហោះ Su-31 គ្រឿងនិង MiG-29 មួយគ្រឿងដែលហោះហើរដោយឥណ្ឌាយ៉ាងណាមិញកាសែត Bloomberg បានរាយការណ៍ថារដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានលោក Khawaja Mohammad Aziz បាននិយាយថាយោធាប៉ាគីស្ថានរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះឥណ្ឌាចំនួន5គ្រឿងនិងបានចាប់អ្នកទោសទាហានឥណ្ឌាមួយចំនួនបើទោះបីជាបែបណាក៏ដោយព័ត៌មាននៃការបាញ់ទម្លាក់នេះត្រូវបានឥណ្ឌាបដិសេធហើយយ៉ាងណាមិញបើយោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរុស្ស៊ីការប្រារព្ធខួបលើកទី80នៃទិវាជ័យជំនះសង្គ្រាមលោកលើកទី2អង្គភាពព្យុះហយាត្រាមកពីប្រទេសចំនួន13បានចូលរួមនៅក្នុងក្បួនដង្ហែយោធានៅលើទីលានក្រហមនៃទីក្រុងមូស្គូកងទ័ពបរទេសដែលរួមមាននៃអង្គភាពព្យុះហយាត្រាមកពីប្រទេសអាហ្សាក់បៃសង់វៀតណាមបេឡារុសអេស៊ីបហ្គាហ្សាក់ស្ថានចិនគីហ្ស៊ីស៊ីស្ថានឡាវម៉ុងហ្គូលីមីយ៉ាន់ម៉ាតាជីគីស្ថានតូមីនីស្ថាននិងអ៊ូបេគីស្ថានអង្គភាពក្បួនដង្ហែរបស់ចិនត្រូវបានគេរំពឹងថាជាកងយោធាបរទេសដ៏ធំបំផុតនៅឯក្បួនដង្ហែទិវាជ័យជំនះទីក្រុងមូស្គូអ្នកបច្ចេកទេសយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែននឹងត្រូវទទួលបាននូវការហ្វឹកហាត់នៅក្នុងប្រទេសរ៉ូម៉ានីក្រសួងការពារជាតិរបស់ហូឡង់បានរាយការណ៍ថាប្រទេសរបស់ខ្លួននិងប្រទេសរ៉ូម៉ានីនឹងបង្កើតនូវមជ្ឈមណ្ឌលហ្វឹកហ្វឺនរួមគ្នាសម្រាប់អ្នកបច្ចេកទេស F-16 របស់អ៊ុយក្រែនមជ្ឈមណ្ឌលហ្វឹកហ្វឺននេះនឹងមានទីតាំងនៅឯមូលដ្ឋានទ័ពអាកាស Fred Sesti ជាកន្លែងដែលមជ្ឈមណ្ឌលហ្វឹកហ្វឺន F-16 របស់អឺរ៉ុបកំពុងដំណើរការហើយបច្ចុប្បន្ននេះមជ្ឈមណ្ឌលនេះបានបណ្ដុះបណ្ដាលអ្នកបើកយន្តហោះរ៉ូម៉ានីនិងប្រទេសអ៊ុយក្រែនក្រសួងការពារជាតិហូឡង់បាននិយាយថាប្រជាជនអ៊ុយក្រែននឹងអ្នកប្រើប្រាស់យន្តហោះ F-16 សម្រាប់ការការពារដែនអាកាសជារៀងរាល់ថ្ងៃយើងឃើញថាវាពិតជាមានសារៈសំខាន់យ៉ាងណាយើងមិនត្រឹមតែត្រូវការអ្នកបើកបរប៉ុណ្ណោះទេប៉ុន្តែក៏ត្រូវមានបុគ្គលិកបច្ចេកទេសដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អផងដែរនៅមុននេះកងទ័ពអាកាសរបស់ហូឡង់បានបណ្ដុះបណ្ដាលអ្នកបច្ចេកទេសអ៊ុយក្រែននៅឯមូលដ្ឋានទ័ពអាកាស Volkel ហើយប្រព័ន្ធនៃយន្តហោះ F-16 ប្រព័ន្ធអេឡិចត្រូនិកធារាសាស្ត្រអាកាសយោអាវុធនិងម៉ាស៊ីនទាមទារនឹងការថែទាំដែលមានជំនាញខ្ពស់អ្នកឯកទេសដាច់ដライដែលមានទំនួលខុសត្រូវសម្រាប់ការព្យួរនិងការកែតម្រូវកម្មជ្រួយក្របកម្មភ្លើងក្របបែកដែលការរួមបញ្ចូលនៅប្រព័ន្ធណែនាំនិងការត្រួតពិនិត្យប្រព័ន្ធអេឡិចត្រូនិកកាលពីឆ្នាំមុនប្រទេសហូឡង់បានអនុម័តជាផ្លូវការនៃការផ្ទេរយន្តហោះចម្បាំង F-16 របស់ខ្លួនចំនួន24គ្រឿងនិងម៉ាស៊ីនយន្តហោះចំនួន7គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែនលើពីនេះទៅទៀតពួកគេក៏កំពុងផ្គត់ផ្គង់នូវគ្រឿងបន្លាស់និងឧបករណ៍សម្រាប់ថែទាំនិងជួសជុលយន្តហោះដែលមានតម្លៃសរុបចំនួន80លានអឺរ៉ូដល់ប្រទេសអ៊ុយក្រែនផងដែរប្រទេសហូឡង់ក៏កំពុងផ្ដល់នូវហិរញ្ញប្បទានសម្រាប់ការទិញអាវុធសម្រាប់យន្តហោះ F-16 ដល់ប្រទេសអ៊ុយក្រែនហើយកាលពីថ្ងៃទី21ខែមីនាឆ្នាំ2024វាត្រូវបានប្រកាសថាថវិកាចំនួន150លានអឺរ៉ូនឹងត្រូវបានបែងចែកហើយនៅថ្ងៃទី30ខែកក្កដាឆ្នាំ2024ថវិកាបន្ថែមចំនួន300លានអឺរ៉ូនឹងត្រូវបានបែងចែកដូចគ្នាហើយអ៊ុយក្រែននិងសាធារណរដ្ឋឆេកក៏បានព្រមព្រៀងគ្នាបង្កើតនូវមជ្ឈមណ្ឌលហ្វឹកហ្វឺនអ្នកបើកយន្តហោះសម្រាប់ F-16